ជំរាបសួរទូទាំងទស្សនិកជនដែលកំពុងតាមដានទស្សនាការផ្សាយបន្តផ្ទាល់ព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍ខ្មែរប៉ូលីស9ជាទីគោរពនិងជាទីមេត្រីសម្រាប់ថ្ងៃ15កើតពេញបរមីខែទុតិយាសានឆ្នាំមមីអត្តសពុទ្ធសករាជ2570ដែលត្រូវនៅថ្ងៃពុធទី29ខែកក្កដាឆ្នាំ2026ជាបន្តទៅនេះសូមអញ្ជើញទូទាំងទស្សនិកជនមកតាមដានទស្សនានៅរឿងរ៉ាវព័ត៌មានជាតិដែលមានជាបន្តនៅក្នុងកម្មវិធីរបស់យើងនៅក្នុងវីដេអូនេះព័ត៌មានជាតិដំបូងគេនេះគឺសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន23,067 ប័ណ្ណនៅស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី29ខែកក្កដាឆ្នាំ2026បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន23,067 ប័ណ្ណស្ថិតនៅឃុំជ័យធំភូមិរកាំងចិនលឹងនិងភូមិពុកឫស្សីស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលសមិទ្ធផលនេះបានកើតចេញពីការគិតគូរនិងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលតាមរយៈការផ្ដួចផ្ដើមជំរុញយុទ្ធនាការចុះបញ្ជីដីធ្លីដោយសម្ដេចឯកមហាសេនាបតីតេជោហ៊ុនសែននិងការជំរុញពន្លឿនការចែកវិញ្ញាបនបត្រឲ្យបានបញ្ចប់ជាស្ថាពរដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់និងភាពកក់ក្ដៅពិតប្រាកដលើការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិនៅខេត្តកណ្ដាលសូមបញ្ជាក់ឲ្យដឹងថាខេត្តកណ្ដាលមាន13ក្រុងស្រុង127ឃុំសង្កាត់1010ភូមិនិងមានក្បាលដីប៉ាន់ស្មានសរុប866,700 ក្បាលដីគិតត្រឹមថ្ងៃទី22ខែកក្កដាឆ្នាំ2026ការងារចុះបញ្ជីដីធ្លីសម្រេចបានដូចខាងក្រោមវាស់វែងគូសប្រមូលបញ្ចូលនិងបិទផ្សាយទិន្នន័យបានចំនួន866,700 ក្បាលដីស្មើនឹង 100%ចេញវិញ្ញាបនបត្របាន785,636 ប័ណ្ណស្មើនឹង 90.65% ចែកដល់ដៃប្រជាពលរដ្ឋបាន522,2558 ប័ណ្ណស្មើនឹង 66.51% ប័ណ្ណដែលនៅសល់មានចំនួន263,078 ប័ណ្ណស្មើនឹង 33.49% ក្នុងនោះកំពុងបន្តចែក 131,343 ប័ណ្ណជាប់ពន្ធ 4% មានចំនួន 131,735 ប័ណ្ណដោយឡែកក្បាលដីមិនចូលរួមមានចំនួន 7,953 ក្បាលដីនិងក្បាលដីមានវិវាទមានចំនួន 7,539 ក្បាលដីទន្ទឹមនឹងនោះមានភូមិចំនួន3ដែលមិនទាន់អាចប្រកាសតំបន់វិនិច្ឆ័យបានដោយសារជាប់ព្រំប្រទល់កម្ពុជាវៀតណាមនិងកំពុងរងចាំការសម្រេចពីគណៈកម្មការព្រំដែនរួមមានភូមិព្រែកស្បូវសង្កាត់សំពៅលូនក្រុងសំពៅលូនភូមិបាក់ណាមសង្កាត់ព្រែកជ្រៃក្រុងសំពៅលូនភូមិក្អមសំណក្រោមភូមិក្អមសំណស្រុកលើកដែកក្រៅពីការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋក៏បានចុះបញ្ជីដីប្រភេទផ្សេងផងដែររួមមានដីរន់ 2,119 ក្បាលដីមានទំហំសរុប 6,299 ហិកតា ដីព្រះបរមរាជវាំង 16 ក្បាលដីមានទំហំសរុប 7.5 ហិកតា ដីករុភ័ណ្ឌវ័ន 183 ក្បាលដីក្នុងចំណោមវត្តចំនួន 439 ទីតាំងទូទាំងខេត្តដីបុរាណដ្ឋាន 232 ក្បាលដីក្នុងចំណោមដីបុរាណដ្ឋានចំនួន 720 ទីតាំង